ជនបទលើកនេះនិយាយពីបញ្ហានៅពេលដែលយើងខ្វះការគ្រប់គ្រងក្នុងការធ្វើឲ្យមួយដូចជាខ្វះការគ្រប់គ្រងក្នុងការរើសជំនាញរៀននៅមហាវិទ្យាល័យខ្វះការគ្រប់គ្រងក្នុងការចាប់អាជីពការងារណាមួយខ្វះការគ្រប់គ្រងក្នុងការចាប់របរអាជីវកម្មណាមួយខ្វះការគ្រប់គ្រងក្នុងការចាប់ផ្ដើមបង្កើតជាសហគ្រិនភាពអីចឹងនិយាយចំគឺខ្វះការគ្រប់គ្រងខ្ញុំចង់និយាយថាខ្វះការគ្រប់គ្រងវាមិនមែនជាបញ្ហាទេយើងត្រូវដឹងថាខ្វះការគ្រប់គ្រងវាមិនមែនមកពីគេនឹងមើលងាយយើងគេនឹងមិនចូលចិត្តយើងអីទេករណីខ្វះការគ្រប់គ្រងសន្លឹងឲ្យដល់ទៅគឺមកពីខ្លួនយើងច្រើនជាងខ្លួនយើងណាមានន័យថាតាំងពីនាយពីអាយពីណាពីណីមកយើងជាមនុស្សម្នាក់ដែលមិនសូវមានទំនួលខុសត្រូវជាមនុស្សម្នាក់ដែលលេងសើចលេងលុញអីចឹងណាមិនមែនថាលេងសើចមិនទេពាក្យដែលលេងសើចខ្ញុំនិយាយហ្នឹងមិនមែនមនុស្សកំប្លុកខ្លាញ់យ៉ាងនិយាយធ្វើអីអត់ច្បាស់លាស់អត់ប្រកបវិជ្ជាណាមួយទៅកាលណាតែយើងជាមនុស្សម្នាក់ដែលតាំងពីដើមមកមិនសូវជាធ្វើអីប្រកបវិជ្ជាច្បាស់លាស់ប្រឹងប្រែងទេគេតែងតែមិនហ៊ានគ្រប់គ្រងយើងអញ្ចឹងហើយគេមិនហ៊ានគ្រប់គ្រងនឹងមិនមែនគេមើលងាយយើងទេគេគ្រាន់តែដើម្បីរក្សាផ្លូវចិត្តរបស់គេកុំឲ្យខកចិត្តដោយសារយើងទេអាហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវខ្វល់គឺមិនខ្វល់ទៅលើគេទេព្រោះអ្វីវាជាកត្តាចេញពីខ្លួនយើងឯងអញ្ចឹងគឺខ្វល់ពីខ្លួនយើងមុនខ្វល់ពីខ្លួនយើងមុនមានន័យថាយើងត្រូវតែកែប្រែខ្លួនយើងចាប់ពីថ្ងៃហ្នឹងទៅគឺជាមនុស្សម្នាក់ដែលអាចជឿទុកចិត្តបានមានន័យថាមនុស្សម្នាក់មិនត្រឹមតែគេជឿទុកចិត្តទេគឺខ្លួនឯងគឺអាចជឿទុកចិត្តលើខ្លួនឯងតាមរយៈការខំប្រឹងប្រែងការធ្វើអីឲ្យប្រកបវិជ្ជាមានវិន័យអីច្បាស់លាស់ក្នុងការធ្វើអីមួយដើម្បីបង្កើនទំនុកចិត្តដល់មនុស្សជុំវិញខ្លួនយើងដើម្បីឲ្យគាត់មើលឃើញថាយើងពិតជាបានខំប្រឹងយើងពិតជាបានផ្លាស់ប្ដូរមែនអញ្ចឹងនៅពេលហ្នឹងគឺយើងនឹងទទួលបានការគ្រប់គ្រងមកវិញហើយខ្ញុំសង្កេតឃើញថាមនុស្សម្នាក់តែងតែផ្លាស់ប្ដូរការយល់ឃើញទស្សនៈទៅលើបុគ្គលដទៃតាមរយៈបទពិសោធន៍ដែលទទួលបានពីបុគ្គលនោះដូចអ្នកខ្លះអញ្ចឹងពីក្មេងត្រូវបានគេសរសើរថាឆ្លាតបកាយអីដោយសារពីក្មេងឃើញគាត់បកាយដល់ពេលធំឡើងឃើញគាត់ប៉ោឡែគាត់លេងលបែងគាត់លេងគ្រឿងញៀនអីចឹងណាឬក៏គាត់ទៅជាក្មេងខូចទៅជាលួចឆក់ប្លន់គេកិច្ចសាលាកិច្ចអីចឹងណាត្រូវបានសង្គមគេមើលងាយទៅវិញទៅអញ្ចឹងបង្ហាញថាមនុស្សម្នាក់ឲ្យតម្លៃមនុស្សម្នាក់ហ្នឹងមិនមែនដោយសារតែម្នាក់ហ្នឹងជានរណាទេគឺដោយសារសកម្មភាពរបស់ម្នាក់ហ្នឹងបើសិនជាសកម្មភាពម្នាក់ហ្នឹងអន់ចឹងទៅគេឲ្យតម្លៃអន់ទៅតាមហ្នឹងចឹងទៅសកម្មភាពអ្នកហ្នឹងល្អគេឲ្យតម្លៃល្អទៅតាមហ្នឹងវិញទៅពួកខ្ញុំក៏សង្កេតឃើញអ្នកខ្លះគឺពីមុនមកត្រូវបានគេមើលងាយគេមិនឲ្យតម្លៃគេមិនរាប់រយអញ្ចឹងពីក្មេងមកគាត់ក្រគាត់អន់អីចឹងទៅប៉ុន្តែពេលឃើញគាត់ធ្វើការងារសម្រេចជាដុំកំភួនចង់និយាយបានជាប្រយោជន៍ពិតប្រាកដមែនមនុស្សចាប់ផ្ដើមឲ្យតម្លៃគោរពគាត់គ្រប់គ្នាហ្មងហើយខ្ញុំគិតថាអ្នកខ្លះក៏ពួកយើងស្គាល់អ្នកខ្លះល្បីសឹងពេញពិភពលោកទៀតមិនសឹងទេពេញពិភពលោកមកឧទាហរណ៍ដូចលោក Jack Ma អញ្ចឹងបើមើលទៅប្រវត្តិគាត់ពីក្មេងមកគាត់ក្រីក្ររូបសម្បត្តិគាត់ទូចល្អិតហើយមុខដូចអេលៀនអញ្ចឹងទៀតអញ្ចឹងទៅគាត់និយាយថាគ្មានណាឲ្យតម្លៃគាត់ទេសារគាត់ពិបាកមកចប់មកគ្រប់ឡើងឃើញណាប៉ុន្តែដល់ពេលឥឡូវគេឃើញគេឲ្យតម្លៃគាត់ពេញពិភពលោកមកគាត់និយាយមួយម៉ាត់មកគឺមានគេហៅថាមានអត្តពលខ្លាំងទៅលើពិភពលោកហ្នឹងដោយសារតែសមិទ្ធផលដែលគាត់ធ្វើបានអញ្ចឹងគេឲ្យតម្លៃគាត់មិនមែនដោយសារតែគាត់នឹងជានរណាគេទេគេឲ្យតម្លៃដោយសារតែគាត់ធ្វើអីបានអញ្ចឹងយើងចាប់ពីឯងទៅយើងកុំខ្វល់ថាអូខ្ញុំគេមើលងាយតាមពិតគេមិនមែនមើលងាយយើងទេគេមើលងាយចរិតរបស់យើងគេមើលងាយភាពទំនួលខុសត្រូវរបស់យើងគេមើលងាយការគិតរបស់យើងអញ្ចឹងអ្វីដែលយើងត្រូវផ្លាស់ប្ដូរគឺខ្លួនយើងមិនមែនទៅផ្លាស់ប្ដូរគេទេគេនៅតែគេដដែលទេគេនៅតែឲ្យតម្លៃមនុស្សណាដែលច្បាស់លាស់មនុស្សណាដែលប្រកបវិជ្ជាមនុស្សណាដែលទុកចិត្តបានដដែលហ្នឹងគឺអត់មានផ្លាស់ប្ដូរទៅណាទេហើយគេនៅតែមិនឲ្យតម្លៃមនុស្សដែលគ្មានទំនួលខុសត្រូវមនុស្សដែលខ្វះគុណធម៌មនុស្សដែលមិនអាចទុកចិត្តបានហ្នឹងគឺគេនៅតែមិនឲ្យតម្លៃទេអញ្ចឹងមានន័យថាអត់មានអីប្រែប្រួលអ្វីដែលប្រែប្រួលគឺខ្លួនយើងធ្វើជាមនុស្សម្នាក់ដែលប្រកបវិជ្ជាធ្វើជាមនុស្សម្នាក់ដែលច្បាស់លាស់ធ្វើមនុស្សម្នាក់ដែលមានការខិតខំប្រឹងប្រែងធ្វើជាមនុស្សម្នាក់ដែលមានការដឹងគុណធ្វើជាមនុស្សម្នាក់ដែលតែងតែធ្វើឲ្យអ្នកដទៃជោគជ័យឬក៏សុបាយចិត្តឬក៏ចម្រុងចម្រើនទៅដល់មនុស្សដែលនៅជុំវិញខ្លួនយើងជាមនុស្សម្នាក់ដែលត្រឡប់ធ្វើការចប់ដើមអីចឹងទៅដល់ពេលយើងខ្លាចជាមនុស្សដែលល្អបែបហ្នឹងយូរទំនុកចិត្តនឹងកើតមានហើយការគ្រប់គ្រងនឹងកើតមានដោយអូតូម៉ាទិកហ្មងអញ្ចឹងឈប់ខ្វល់ទៅព្រោះអាទាំងអស់ហ្នឹងដូចខ្ញុំនិយាយមួយសារទៀតវាមិនមែនជាកត្តាគេទេគឺកត្តាយើងអញ្ចឹងមិនបាច់ខ្ញុំគាត់ថាខ្ញុំធ្វើម៉េចដើម្បីឲ្យពូមីងខ្ញុំទុកចិត្តខ្ញុំមិនបាច់ចាំតែខ្វល់មួយពូមីងទេសំខាន់ខ្លួនយើងនេះថាយើងត្រូវធ្វើម៉េច
ឲ្យខ្លួនឯងមានតម្លៃសិនធ្វើម៉េចឲ្យខ្លួនឯងច្បាស់លាស់សិនបើសិនជាយើងអត់មានតម្លៃផងធ្វើម៉េចព្រោះយើងត្រូវចាំចេះទៀតបើសិនជាយើងខំប្រឹងយើងធ្វើឲ្យនៅតែគាត់មិនឲ្យតម្លៃបើគាត់មិនឲ្យតម្លៃក៏មានអ្នកផ្សេងគេឲ្យតម្លៃដែរជឿខ្ញុំទៅរបស់ដែលមានតម្លៃតំបន់នឹងមិនឲ្យតម្លៃទៅកន្លែងផ្សេងក៏គេឲ្យតម្លៃដែរព្រោះដោយសារតែពេលខ្លះគេមិនយល់ពីតម្លៃរបស់វាទេឲ្យតែរបស់ហ្នឹងពិតជាមានតម្លៃមែនខ្លាចតែយើងពិតជាអត់តម្លៃមែនណាបើយើងពិតជាអត់តម្លៃមែនណាយើងទៅដល់ណាក៏យើងនៅតែអត់តម្លៃដែរជឿខ្ញុំទៅដល់ណាក៏ដោយក៏ចង់ដូរទៅដល់តាណាក៏នៅតែអត់តម្លៃដែរមនុស្សដែលអត់តម្លៃព្រោះយើងពិតជាអត់តម្លៃមែនប៉ុន្តែបើសិនយើងមានតម្លៃបើយើងមានតម្លៃពិតប្រាកដត្បិតតែកន្លែងនឹងមិនឲ្យតម្លៃកន្លែងផ្សេងក៏គេឲ្យតម្លៃដែរត្បិតតែបុគ្គលនឹងមិនឲ្យតម្លៃទៅដល់បុគ្គលផ្សេងក៏ឲ្យតម្លៃយើងដែរសំខាន់គឺខ្លួនយើងនឹងទេអញ្ចឹងត្រូវរក្សាតម្លៃខ្លួនឯងហើយបង្កើនតម្លៃខ្លួនឯងតាមរយៈសកម្មភាពខ្លួនឯងនឹងគឺការខំប្រឹងប្រែងធ្វើឲ្យច្បាស់លាស់ប្រកបវិជ្ជាឲ្យគេទុកចិត្តបានហ្នឹងបាទអញ្ចឹងខ្ញុំសង្ឃឹមថាប្រធានបទហ្នឹងជួយដាស់តឿនរំលឹកបងប្អូនបន្ថែមទៀតតាក់ទងទៅនឹងបញ្ហាដែលយល់ថាគេមិនគ្រប់គ្រងយើងបាទសូមអរគុណ